លោកជំទាវហ៊ុនសេណាតបានបញ្ចេញមតិប្រតិកម្មខ្លាំងនឹងនារីម្នាក់ដែលបានគាំទ្រសុលីននិយាយរឿងប្រាក់ខែ500ប្រិមិត្តជាទីមេត្រីតាក់ទងទៅនឹងប្រធានបទប្រាក់ខែ500ឃើញថានៅតែមានភាពក្តៅនៅលើបណ្ដាញសង្គមដោយមានបុគ្គលល្បីៗជាច្រើននៅលើបណ្ដាញសង្គមបានចេញមុខមកធ្វើការវិញ្ញាជាបន្តបន្ទាប់យ៉ាងណាមិញក្នុងនោះផងដែរគេក៏បានឃើញលោកឈិនសុធាដែលគេបានស្គាល់ថាជាអ្នកវិភាគនៅលើបណ្ដាញសង្គមមួយយ៉ាងក្បោះក្បាយក៏បានចេញមកប្រតិកម្មទៅនឹងនារីម្នាក់ដែលបានចេញមុខនិយាយការពារអ្នកនាងសុលីនដោយបាននិយាយបន្ថែមនៅសម្ដីដ៏ក្តៅគគុកថាអ្នកដែលមិនពេញចិត្តនឹងរិះគន់អ្នកនាងសុលីនសុទ្ធតែជាអ្នកអត់លុយយ៉ាងណាមិញដោយសារតែពាក្យសម្ដីថាសុទ្ធតែជាអ្នកអត់លុយនេះហើយទើបធ្វើឲ្យបងប្អូនលើបណ្ដាញសង្គមមានការប្រតិកម្មទៅនឹងនារីម្នាក់នេះដោយមានការកាត់តសម្ដីនិងភ្ជាប់រូបជាមួយនឹងអ្នកនាងសុលីនជាបន្តបន្ទាប់ក្នុងនោះផងដែរគេក៏បានឃើញលោកឈិនសុធាដែលគេបានស្គាល់ថាលោកគឺជាអ្នករស់នៅប្រទេសជប៉ុនបានចេញមកប្រតិកម្មជាមួយនឹងនារីម្នាក់នេះយ៉ាងខ្លាំងថានាងដូចជាកង្កែបក្នុងអណ្ដូងមិនដែលឃើញពិភពខាងក្រៅលោកសុធាបញ្ជាក់ថានៅប្រទេសជប៉ុនគូស្នេហ៍គូសង្សារមិត្តភ័ក្តិគឺគេ50-50មានន័យថាគេធ្វើអ្វីមួយគឺគេត្រូវចេញលុយពាក់កណ្ដាលម្នាក់មិនថាជាគូស្នេហ៍សង្សារមិត្តភ័ក្តិឬអ្នកធ្វើការជាមួយគ្នាការចាយវាយគឺត្រូវចេញម្នាក់ពាក់កណ្ដាលហើយបើសិនជានាងថាអ្នកណាដែលរិះគន់អ្នកនាងសុលីនសុទ្ធតែជាអ្នកអត់លុយអញ្ចឹងលោកសុធាក៏ជាអ្នកអត់លុយម្នាក់ដែរសំខាន់ជាងនេះទៀតនោះគឺមានលោកជំទាវចិត្តធហ៊ុនសេណាតបានចូលទៅបញ្ចេញមតិនៅក្នុងវីដេអូរបស់លោកសុធាដោយបានប្រើសម្ដីធ្ងន់ធ្ងរទៅកាន់នារីម្នាក់នោះថាផ្នត់គំនិតមនុស្សញីដូចនាងនឹងវាអាត្មានិយមបំផុតក្មួយវាមិនមែនស្ត្រីទេវាចេញសម្ដីមកខ្ញុំសួរវាថាចុះទាហានឬនគរបាលស៊ីប្រាក់ខែរដ្ឋមិនបាច់យកប្រពន្ធទេអីឃើញដូចនោះលោកសុធាក៏បានឆ្លើយតបទៅលោកជំទាវវិញថាមែនតើអ្នកមីងប្រាក់ខែប៉ុន្មានក៏ដោយមនុស្សតែមានកំណើតកើតគំនិតពិតជាមិនក្រយូរទេបាទប្រិមត្តអញ្ចឹងឃើញថាសម្បីតែលោកជំទាវហ៊ុនសេណាតក៏គាត់ចាប់អារម្មណ៍ទៅនឹងរឿងនេះផងដែរប៉ុន្តែអ្វីត្បិតតែលោកជំទាវមិនបានធ្វើការចេញជាវីដេអូនិយាយដោយផ្ទាល់ឬក៏ live និយាយទាក់ទងទៅនឹងបញ្ហានេះក្តីប៉ុន្តែតាមរយៈសម្ដីដ៏ខ្លីរបស់លោកជំទាវនេះក៏អាចយល់បានថាការដែលនិយាយទាក់ទងទៅនឹងលុយខែបែបស្តង់ដារបាទជាកំហិតបើត្រឹម500ឬក៏ក្រោម500មិនស័ក្តិសមនឹងមានគ្រួសារនេះគឺពិតជាមិនអាចយកមកអនុវត្តនៅលើសង្គមយើងបានទេបាទប្រិមិត្តយ៉ាងណាមិញពី admin យល់ឃើញថាសម្រាប់សម្ដីពីអ្នកនាងសុលីនគឺតាមពិតទៅគឺមានផលប៉ះពាល់ត្រង់ថាអ្នកនាងសុលីនមិនបានកំណត់និយាយថាសម្រាប់តែខ្លួនឯងម្នាក់ទេបាទគឺគាត់និយាយទៅនិយាយមកគឺសរុបបែបនៃសរុបថាជាបរិះដែលមានលុយខែឬក៏ប្រាក់ខែត្រឹម500ចុះនិយាយទៅគឺមិនលើស$500គឺមិនទាន់ស័ក្តិសមនឹងជ្រើសរើសនារីណាម្នាក់ធ្វើជាដៃគូជីវិតនៅឡើយទេគឺគួរតែរស់នៅជាបែបម្នាក់ឯងជា single សិនទៅពីព្រោះថាការដែលមានប្រាក់ខែត្រឹម500មិនអាចយកទៅចិញ្ចឹមនារីម្នាក់ធ្វើជាភរិយាឲ្យមានការរំភើបអញ្ចឹងការដែលលើកឡើងបែបនេះពិតណាស់គឺបងប្អូនយើងមិនអាចយកមកអនុវត្តបានទេពីព្រោះថាមានបងប្អូនយើងជាច្រើនមានគ្រួសារគឺពួកគាត់មិនដែរកំណត់ទៅលើប្រាក់ខែបែបនេះទេគឺដំបូងឡើយនៅពេលដែលពួកគាត់មានទំនាក់ទំនងស្នេហាឬក៏ស្រឡាញ់គ្នាគឺពួកគាត់តែងតែផ្ដោតទៅលើចិត្តគំនិតពួកគាត់ទាំងសងខាងរួមទាំងការអធ្យាស្រ័យនិងទទួលខុសត្រូវចំពោះគ្នាទៅវិញទៅមកដើម្បីរួមរស់ជាដៃគូ